លោកនេះជាជាមកបណ្ដាកាយចិត្តនឹងសូនចាមនុស្សសត្វវត្ថុគឺនេះមើលចឹងអ្នកដែលសម្រេចធัวទីណាកន្លែងណាបើលោកមិនប្រកាសថាសូនទេតើចេញចាកលោកយ៉ាងម៉េចទៅពីព្រោះដែលនៅក្នុងលោកនេះណាវានៅតែអត់មានសត្វបុគ្គលណាអញ្ចឹងតែសេចក្តីប្រកាន់ថាយើងអានឹងឯងដែលនៅក្នុងលោកគឺវានៅត្រង់អាសេចក្តីប្រកាន់នឹងទេតើដែលចាប់យកបញ្ញខណ្ឌមកធ្វើជាខ្លួនហើយអ្នកនៅក្នុងលោកហើយដែលចេញចាកលោកនឹងវាគ្មាននរណាចេញចាកជីកប៉ាល់ហោះទៅណាទេណាគឺឃើញលោកតាមសេចក្តីពិតម្ល៉េះហើយវាកំចាត់អាសេចក្តីប្រកម្មនេះគឺណាសេចក្តីប្រកម្មជានាមធัวនេះគឺណាដែលវាអាស្រ័យជាមួយនឹងភាពងឹតគឺអវិជ្ជានឹងវាបាត់ទៅតែប៉ុណ្្នឹងទេតើដែលមានវោហាថាណាជាដំណើរចេញចាកលោកដោយផ្លូវគឺអរិយមគ្គឬផ្លូវសតិប្បដ្ឋានដូច្នេះគឺជាការលះនៅអវិជ្ជាលះការប្រកាន់ខុសលះការយល់ខុសតែប៉ុណ្្នឹងទេនៅក្នុងបណ្ណោវាទសូត្របេដកលេខ28ទំព័រ261ព្រះបណ្ណៈដ៏មានអាយុចូលគាល់ព្រះដ៏មានពភាសូមអវាទទូលមានព្រះបរមសាស្តាទ្រង់ត្រាស់អំពីរូបសម្លេងក្លិនរសផតពៈនិងធម្មអារម្មណ៍ណាបើកមើលក្នុងបណ្ណោវាទសូត្រណាអវាទព្រះអង្គហ្នឹងគឺសំដែងពីអារម្មណ៍6ហ្នឹងបើបុគ្គលមានតណ្ហាឧបាទានរីករាយក្នុងអារម្មណ៍នោះហើយព្រះអង្គត្រាស់ថាការកើតឡើងនៃសេចក្តីទុក្ខព្រោះការកើតឡើងនៃសេចក្តីរីករាយរួចទៅព្រះអង្គសំដែងអារម្មណ៍ទាំង6ហ្នឹងសារថ្មីព្រះអង្គត្រាស់ថាការរលត់សេចក្តីទុក្ខព្រោះការរលត់សេចក្តីរីករាយរួចហើយព្រះអង្គត្រាស់សួរព្រះបណ្ណៈដូច្នេះថាមនាលបណ្ណៈតថាគតទូលមានអ្នកដោយអវាទយ៉ាងសង្ខេបនេះហើយតើអ្នកនឹងទៅនៅជនបទណាណាអានឹងគ្រាន់តែប៉ុណ្ណឹងទេគ្រាន់តែលើកប៉ុណ្ណឹងទេគឺណាលោកមុនទៅណាទៅអ្នកដែលចូលទៅគាល់ព្រះបរមសាស្តាព្រះអង្គតែងតែប្រទាននៅពធទេសនារំលឹកដាស់តឿនទូលមានព្រានបដៅប្រាប់បញ្យល់គឺណាអានឹងគឺចូលគាល់ព្រះអង្គសូមអវាទគឺព្រះអង្គសម្ដែងប្រាប់រំលឹកដាស់តឿនណាអត់មានប្រាប់តែឲ្យទៅធ្វើធัวនេះឲ្យទៅធ្វើធัวនោះរឿងអធិស្រ័យរបស់បុគ្គលម្នាក់ទៅរស់នៅកន្លែងណាមានវិហេរធัวយ៉ាងណាក៏ប៉ុន្តែជាមួយពុទ្ធគឺព្រះអង្គបំភ្លឺប្រាប់នៅសច្ចធម៌តាំងពីដើមរហូតមកគឺព្រះអង្គប្រកាសសម្ដែងប្រាប់ពីទុក្ខហើយនឹងការរលត់ទុក្ខដូចជាអញ្ចឹងដូចជាអវាទរបស់ព្រះដែលអវាទក្នុងបណ្ណោវាទសូត្រអញ្ចឹងរបៀបអញ្ចឹងណាព្រះអង្គសម្ដែងពីទុក្ខហើយនឹងការរលត់ទុក្ខអ្នកដែលចូលគាល់ព្រះបរមសាស្តាព្រះអង្គតែងតែប្រទាននៅពធទេសនារំលឹកដាស់តឿនទូលមានព្រានបដៅប្រាប់បញ្យល់ឯចំណែកវិហេរធัวរស់នៅយ៉ាងណានៅកន្លែងណាគឺទៅតាមអធិស្រ័យបើជាបព្វជិតក៏ឲ្យសំរុំតាមព្រះវិន័យរបស់អ្នកបួសណាទៅក្តីនៅក្តីទីណាក៏មានភ្នែកជាមកអណ្ដាតកាយចិត្តដែរធัวពិតមាននៅក្នុងលោក6អត់មានទៅឃើញធัวអីរស់ធัวអីក្រៅពីលោក6ហើយជាបរមត្តធัวជារបស់ដែលមានពិតគឺរបស់បរមត្តណាបើមិនដឹងធัวក្នុងលោក6ទេឈ្មោះថារោគធัวពិតមិនឃើញឡើយឬថាជាបុគ្គលខ្វាក់ភ្នែកពោលគឺមិនមានបញ្ញាចក្ខុរបស់ដែលមានពិតទេចឹងនឹងឯងតែបញ្ញាត្រូវឃើញហ្នឹងហើយមានចំណុចមួយទៀតណាព្រមយានបិទប្រកបវីតសោកថេរៈបានសន្សំបុណ្យទុកមកតាំងពីភពមុន
ក្នុងព្រះសាសនានៃព្រះពុទ្ធសិទ្ធត្ថៈបានកើតក្នុងតកូលព្រាហ្មណ៍សិក្សាសម្រាប់ក្នុងវិជ្ជានិងសិលសាស្ត្ររបស់ព្រាហ្មណ៍ហើយលះបង់កាមទាំងឡាយបួសជាតបោះក្នុងព្រៃនឹងនៅក្នុងសាសនាព្រះពុទ្ធសិទ្ធត្ថណាពេលមួយបានដឹងដំណឹងអំពីការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធក៏មានចិត្តរំភើបរីករាយហើយគិតថាការបានចូលគាល់ព្រះសម្មាសម្ពុទ្ធជាការក្រណាស់ដូច្នេះយើងគួរចូលគាល់ព្រះអង្គក្នុងកាលឥឡូវនេះជាតបោះហ្នឹងចឹងកាលនោះនៅសល់តែមួយយោជកន្លះទៀតប៉ុណ្ណោះនឹងបានគាល់ព្រះពុទ្ធអង្គស្រាប់តែកើតខ្យល់ចាប់ធ្វើការកិរិយានៅតាមផ្លូវនោះឯងដោយសញ្ញាដែលបញ្ជូនទៅហើយនៅក្នុងព្រះពុទ្ធព្រះតបោះបានកើតក្នុងទេវលោកចុះឡើងក្នុងទេវតានិងមនុស្សទាំងឡាយជាច្រើនជាតិទៅជាតិចុងក្រោយនេះកើតជាប្អូនប្រុសពៅបង្អស់នៃព្រះបាទធម្មមេសោកមានព្រះនាមថាវីតសោកៈវីតសោកៈរាជកុមារចម្រើនវ័យហើយក៏បានដល់នៅសេចក្តីសម្រេចក្នុងវិជ្ជានិងសិលសាស្ត្រដែលបានសិក្សារួមជាមួយនឹងខត្តយៈកុមារទាំងឡាយថែមទាំងបានសិក្សានៅព្រះសតន្តបិដកនិងព្រះអភិធម្មបិដកទាំងដែលខ្លួននៅជាក្រហោះដោយអាស្រ័យព្រះគិរិតតថេរៈថ្ងៃមួយបានទទួលកញ្ចក់អំពីដៃនៃជាងកាត់សក់ក្នុងវេលាដាក់ព្រះមាសកគឺកោពុកមាត់ពុកចង្ការបានសម្លឹងមើលព្រះវិរៈកាយឃើញមានស្បែកជ្រួញសក់ស្កូវជាដើមក៏ស្លុតសង្វេគញ៉ាំងចិត្តឲ្យធ្លាក់ចុះក្នុងវិបស្សនាលើកឡើងកម្មភាវនាជាព្រះសោតាបានលើអាសនៈនោះឯងបន្ទាប់មកក៏ចូលកម្មភ្នោះក្នុងសំណាក់ព្រះគិរិតតថេរៈហើយសម្រេចព្រះអរហន្តក្នុងកាលមិនជាយូរប៉ុន្មានឡើយក្នុងបិដកលេខ56ទំព័រ183ព្រះវីតសោកថេរៈបានសម្ដែងថាកាលដែលកប្បកៈបរោះគឺជាកាត់សក់ចូលមករកយើងដោយគិតថានឹងកាត់សក់របស់យើងទើបយើងទទួលយកកញ្ចក់ពីដៃនៃកប្បកៈបរោះនោះហើយឆ្លុះមើលសរីរៈរាងកាយប្រកបជារបស់ទទេភាពងងឹតគឺអវិជ្ជាក្នុងកាយនេះដែលជាដើមហេតុនៃអំពើល្ងងខ្លៅបានប្រាសចេញហើយកិលេសដូចជាសម្ពុតចាស់ដែលដាច់ឬដូចជាពួកចោរដោយសេចក្តីថាលួចប្លន់នៅកុសលយើងបានផ្ដាច់ចោលហើយឥឡូវនេះភពថ្មីមិនមានទេព្រះថេរគាថាអស់ត្រឹមប៉ុណ្ណេះរឿងរ៉ាវនៃជីវិតរបស់ព្រះវីតសោកថេរៈបង្ហាញឲ្យយល់ថាកំពុងឆ្លោះកញ្ចក់សតិប្បដ្ឋានក៏កើតឡើងបានព្រហ្មយានដ៏ប្រសើរមកដល់ក្នុងខណៈនោះបុគ្គលនោះជាអ្នកប្រាជ្ញអាស្រ័យព្រហ្មយានចេញចាកលោកនៅសង្ស័យទៀតទេអ្វីជាតួបដិបត្តិមិនមែនត្រង់នៅស្រុកឬនៅព្រៃឬក៏នៅត្រង់ធ្វើអ្វីដែលជាការខុសប្រក្រតីនៃជីវិតនោះទេបដិបត្តិធម៌គឺបានដល់បានដឹងបានឃើញនៅធម៌ពិតជាបរមត្ថជាសភាវៈធម៌ក្នុងលោក6លោកឯណានីមួយមានលោកភ្នែកជាដើមបដិបត្តិធម៌បានឃើញលោកសូន្យចាកមនុស្សសត្វវត្ថុនិងទីកន្លែងណាទាំងអស់រូបារម្មណ៍ជាសភាវៈរូបក្នុងលោកភ្នែកទោះជាចិត្តក្នុងមโนទ្វាគិតថាជាមនុស្សឬវត្ថុនេះនោះឬជាទីក្រុងជាវាលស្រែជាព្រៃជាអ្វីក៏ដោយតែរូបជាសភាវៈប្រកបក្នុងលោកភ្នែកមិនមែនសំឡេងមិនមែនក្លិនមិនមែនរសមិនមែនផតភៈនិងមិនមែនជាចក្ខុវិញ្ញាណដែលជាតួឃើញរូបនោះឡើយណាអានឹងរបស់ដែលមានចឹងជាបរមត្ថច្បាស់ពិតប្រកបរបស់ដែលមានជាបរមត្ថណាអានឹងមិនងាយប្រកបទេណាមិនងាយប្រកបទេគេនេះវានៅជារឿងវានៅជាវត្ថុវានៅជាមនុស្សណានៅជារឿងយើងរឿងគេអីវាអត់តន់
លោក6នឹងប្រកាសឡើងថាសូន្យសភាវៈក្នុងលោក6លោកភ្នែកក៏សូន្យលោកតិចក៏សូន្យតែបរមត្ថមានបរមត្ថក្នុងលោកជាមកមានតែអត់មានមនុស្សមានសត្វទេបរមត្ថក្នុងលោកអណ្ដាតមាននៅពេលឆាន់នៅពេលអីហ្នឹងក៏ដោយតែលោកប្រកាសជាបរមត្ថសូន្យលោកកាយក៏ដូចគ្នាសូន្យចាក់យើងចាក់អ្នកអតីចាក់វត្ថុអ្វីៗទាំងអស់គឺដែលសូន្យក្នុងលោក6ចឹងណាលោកទាំងមូលផែនដីហ្នឹងផ្ទះសម្បែងទីកន្លែងវាទៅជាចែកគ្នាជាលោក6មនុស្សសត្វអត់មានណាអានឹងដែលជាអារម្មណ៍របស់សតិប្បដ្ឋានចឹងបដិបត្តិធម៌ដំបូងគឺកម្ចាត់អត្តសញ្ញានៅពេលដែលបរមត្ថធម៌ប្រកបដល់បដិបត្តិធម៌នោះបដិបត្តិធម៌គឺសមាទិដ្ឋិសមាសង្កប្បៈសមាវាយាមៈសមាសតិនិងសមាសមាធិព្រមជាមួយនឹងអង្គធម៌ក្នុងពោធិបត្តយធម៌ជាច្រើនទៀតក៏ណាអីចាំមួយទៀតនេះទៅមិនសរសេរដល់ណាហ្នឹងហើយអានអត់តន់សរសេរទេសរសេរច្រើនជាងណានេះសរសើរព្រះធម៌ទេសនាឧបមា4យ៉ាងក៏ណាក្នុងបត្រៃបិដកយើងបានអានជួបត្រង់តលែងអ្នកស្ដាប់ព្រះធម៌យល់ហើយបានពោលសរសើរព្រះធម៌ដូច្នេះថាបបិទ្ធព្រះអង្គដ៏ចម្រើនច្បាស់ពេកណាស់បបិទ្ធព្រះអង្គដ៏ចម្រើនច្បាស់ពេកណាស់បបិទ្ធព្រះអង្គដ៏ចម្រើនដោយបុគ្គលផ្ងានៅរបស់ដែលផ្កាប់ឬបើកនៅរបស់ដែលកំបាំងពំនុះសោតដោយបុគ្គលប្រាប់ផ្លូវដល់មនុស្សអ្នកវង្វេងទិសឬត្រូលនៅប្រទីបបំភ្លឺក្នុងទីងងឹតដោយគិតថាមនុស្សអ្នកមានភ្នែករមែងឃើញរូបទាំងឡាយបានយ៉ាងណាមិញធัวដែលព្រះដ៏មានភិក្ខទ្រង់ត្រាស់សម្ដែងហើយដោយអនេកបរិយាយក៏យ៉ាងនោះដែរដូចទៅខ្ញុំព្រះអង្គសូមដល់ព្រះពុទ្ធធម៌ប្រសង្ឃជាទីពឹងទីលើកសូមព្រះអង្គចាំនៅខ្ញុំព្រះអង្គថាជាបាសកបាសិកាចាប់តាំងពីថ្ងៃនេះតរៀងទៅអញ្ចឹងទៅណាប៉ុន្តែនេះគឺពាក្យសរសើរពធហ្នឹងមាន4យ៉ាងអញ្ចឹងណាមួយគឺណាផ្ងារបស់ដែលផ្កាប់គឺណា2បើករបស់ដែលបិទ3បង្ហាញផ្លូវដល់អ្នកវង្វេងផ្លូវ4ត្រូលប្រទីបបំភ្លឺក្នុងទីងងឹតគឺណាដោយគិតថាអ្នកមានភ្នែកគឺអាចឃើញរូបឃើញផ្លូវដើរបានណាក្នុងទីងងឹតមិនអាចមើលអីឃើញត្រូលប្រទីបទៅអាចឃើញបានសម្រាប់អ្នកមានភ្នែកអានឹងសរសើរពធ4ហ្នឹងប៉ុន្តែណាមុនដំបូងហ្នឹងគឺឧទានចេញមកអភិកន្តាំងណាគឺបបិទ្ធព្រះអង្គដ៏ចម្រើនច្បាស់ពេកណាស់បបិទ្ធព្រះអង្គដ៏ចម្រើនណាច្បាស់ពេកណាស់ណាបានដូចបុគ្គលផ្ងានៅរបស់ដែលផ្កាប់នេះអភិកន្តាំងដែលប្រែថាច្បាស់ពេកណាស់នៅតាមពិតអភិកន្តាំងហ្នឹងគឺថាត្រេកអរដល់ក្រៃលែងចឹងប៉ុន្តែដែលត្រេកអរហ្នឹងគឺដោយសារបានស្ដាប់ទៅគឺបានឃើញអត្តន័យសេចក្តីនៃពធហ្នឹងឯងគឺណាចឹងទៅគឺថាច្បាស់ណាបញ្ជាក់ហេតុនៃសេចក្តីត្រេកអរនឹងឯងដែលថាច្បាស់ពេកណាស់ណាគឺដោយសារការបានស្ដាប់បានយល់ណានឹងជាហេតុដែលនាំឲ្យមានសេចក្តីត្រេកអរហ្នឹងក្តីពេញចិត្តដល់ក្រៃលែងហ្នឹងកាលដែលបានស្ដាប់យល់ហើយជាការបានទទួលនៅបឋមរតនៈជារតនៈដ៏វិសេសអស្ចារ្យណាពធទេសនារបស់ព្រះដ៏មានពភៈគួរស្ដាប់ពិតពិតអ្នកដែលបានស្ដាប់ពធទេសនារបស់ព្រះដ៏មានពភៈច្បាស់ហើយរមែងមានសេចក្តីរីករាយជ្រះថ្លាក្នុងចិត្តឥតឧបមាព្រោះថាមួយសង្សារវដ្តមកហើយមិនដែលបានដឹងការពិតដូច្នេះឡើយរបស់ដែលមានពិតហើយមិនមែនជាយើង
ហើយគិតរកអីទៀតក្នុងលោកនេះរកអីនៅតែយើងអ្នកបានកាលណាបើនៅតែយើងអ្នកបានគឺយើងនៅក្នុងដែនដីរបស់មេណាអាហ្នឹងហើយសិតតែធ្លាប់បានអស់ហ្នឹងណាសិតតែចាញ់បោកលោកនេះទាំងអស់នេះរបស់យើងនោះរបស់យើងរួចទៅអស់មួយជាតិណានេះរបស់យើងនោះរបស់យើងទៀតហើយណាអស់មួយជាតិទៀតណានេះរបស់យើងនោះរបស់យើងធ្វើបាបនរកណានេះរបស់យើងនោះរបស់អញប្រែតណារហូតដល់អញ្ចឹងទៅណានេះរបស់អញនោះរបស់អញណាមន់គេអាសកោឈាមច្រើនជាងទឹកមហាសមុទ្រគឺមើលអញ្ចឹងណាឥឡូវស្រាប់តែមកដឹងធัวពិតឥឡូវនេះខណៈនេះមិនមែនជាយើងដែលធ្លាប់ជាយើងរហូតមកស្រាប់តែមកទល់គ្នានឹងបរមត្តធัวដែលមិនមែនជាយើងបើមិនមែនជាផ្លូវទៅនិព្វានទេផ្លូវទៅភពអ្មិចតែផ្លូវទៅភពគឺយើងនៅក្នុងភពយើងជាអ្នកមានអីយើងជាអ្នកបានអីតែដឹងខ្លួនថាយើងមានអីបានអីអានឹងយើងនៅក្នុងភពតែដល់មកជារបស់ដែលមានពិតណាដូចជាកំពុងលឺនេះអញ្ចឹងជារបស់ដែលមានពិតបានដឹងសម្លេងមានតែការលឺអញ្ចឹងទៅណាដឹងក្លិនដឹងក្លិនអីក៏បានដែរអត់សំខាន់នឹងក្លិនក្អូបអត់សំខាន់នឹងក្លិនដែលយើងពេញចិត្តទេគឺណាវានៅត្រង់ដែលរលឹកដឹងបានថាបើអត់មានធัวពិតទេអត់មានអីដឹងក្លិនទេអានេះជាធัวពិតដែលធ្វើកិច្ចធ្វើនាទីជំនួសយើងគឺណាដូច្នេះអ្វីដែលកើតមកមិនមែនជាយើងឬជំនួសយើងទេណាសំខាន់មែនទេចឹងណាអត់ចាំបាច់បានអីទៅតាមដែលពេញចិត្តនោះទេឲ្យតែដឹងរបស់ដែលកើតឡើងដែលកំពុងមានតាមទីក្តីពិតគេណាដោយសតិរលឹកដោយវិបស្សនាផ្លូវចេញទៅព្រះនិព្វានគ្រប់កន្លែងកណាគ្រប់ពេលវេលាហ្នឹងណាអ្នកដែលភ្លឺស្វាងឃើញធัวពិតរមែងពោលសរសើរពធទេសនាដោយឧបមា4យ៉ាងមានសេចក្តីអធិប្បាយដូចតទៅ1និកច្ចិតាំងវេឧបកច្ឆយៈដូចបកុលផ្ងានៅរបស់ដែលផ្កាប់ណានិកច្ចិតាំងគឺរបស់ដែលផ្កាប់មុខចុះក្រោមឧបកច្ឆយៈក៏បីធ្វើមុខឲ្យផ្ងាឡើងលើហ្នឹងភាសាហ្នឹងថានិកច្ចិតាំងវេឧបកច្ឆយៈណាហ្នឹងមានសេក្នុងហ្នឹងហើយមិនបាច់ណាកត់តែចាំយកភៅមើលបណ្ដោយណាបុគ្គលដែលមិនទាន់បានស្ដាប់ធម៌យល់ហ្នឹងពន្យល់ក្នុងឧបមាទី1ហ្នឹងណាត្រង់ដែលថាដូចជាបុគ្គលផ្ងារបស់ផ្កាប់តើស្អីអ្នកដែលឧទានហ្នឹងគេដឹងណាស្អីដែលផ្កាប់ប៉ុន្តែឥឡូវយើងមកសិក្សាពាក្យហ្នឹងហើយមកទៀងផ្ទាត់មើលណាតើយើងបានដឹងណានៅរបស់ដែលផ្ងាឡើងហ្នឹងថាវាជាស្អីដែរទេដែលមិនទាន់បានស្ដាប់ធัวណារមែងផ្កាប់មុខក្នុងធัวរបស់អសប្បុរសផ្កាប់ក្នុងបាបធัวផ្កាប់មុខក្នុងភពដល់ពេលបានស្ដាប់ធัวយល់អំពីធัวពិតដែលព្រះពុទ្ធទ្រង់ត្រាស់សម្ដែងរមែងតាំងនៅក្នុងព្រះសទ្ធម្មគឺពោធិបក្ខយធัว37ប្រការមានសតិប្បដ្ឋាន4ជាដើមអាហ្នឹងប៉ុណ្ណឹងណាដូចជាផ្ងារបស់ដែលផ្កាប់ហ្នឹងគឺបានផ្ងាមកក្នុងព្រះសទ្ធម្មពីមុនហ្នឹងវាផ្កាប់មុខទៅក្នុងអសទ្ធម្មណាដល់ឥឡូវវាផ្ងាមកព្រះសទ្ធម្មព្រះសទ្ធម្មជាធម៌របស់សប្បុរសពោធិបក្ខយធម៌មានសតិប្បដ្ឋានជាដើមចឹងណាអ្វីដែលជារបស់មានពិតក្នុងជីវិតគឺអ្វីដែលកើតឡើងអ្វីដែលកើតបានមាន
អ្វីដែលអត់កើតគឺអត់មានដូច្នេះក្នុងជីវិតនេះវាមានតែរបស់ដែលកើតហ្នឹងណាហើយរបស់ដែលកើតជារមែងរលត់បាត់ទៅវិញណាប្រកាសជាបរមត្តប្រកាសជារបស់មានពិតណាទី2បដិច្ឆន្នង្វេវិវរយៈឬដូចជាបុគ្គលបើកនៅរបស់ដែលកំបាំងបដិច្ឆន្នង្គឺរបស់ដែលបិទទុកយ៉ាងកំបាំងវិវរយៈបើកនៅរបស់ដែលបិទទុកនោះបានអธิบายបញ្យល់អំពីរឿងណាបើកនៅរបស់ដែលបិទរបស់ដែលកំបាំងនោះតាំងអំពីព្រះសាសនានៃព្រះពុទ្ធកស្សបៈអន្តរធានទៅគឺវិន័យទៅធัวពិតក្នុងលោកទាំង6មានលោកភ្នែកជាដើមត្រូវបិទដោយអត្តានុទិដ្ឋិចិត្តឈឹងលុះដល់ព្រះពុទ្ធបានត្រាស់ប្រកាសធัวពិតគឺជីវិតរាល់ថ្ងៃនេះឯងជាធัวដែលអាស្រ័យបច្ច័យជាបរមត្តជាអនត្តាអាហ្នឹងគឺបើកបង្ហាញនៅបរមត្តធัวដែលជាធัวមានពិតអត់មែនជាសត្វបុគ្គលអ្វីដែលមានហ្នឹងគឺអ្វីដែលកើតណាដែលធ្លាប់តែបិទដោយមិច្ឆាទិដ្ឋិផ្សេងមានសកាយទិដ្ឋិជាប្រធានជាដើមហ្នឹងឡើយបើកគឺណាយកអត្តានុទិដ្ឋិចេញប្រកក្តីមានស្អីដែលមិនពិតរស់នៅជាមួយគ្នានឹងការពិតសុខចិត្តគ្រប់ពេលវេលាទាំងអស់គ្មានស្អីដែលមិនពិតទេអ្វីដែលកើតឡើងហ្នឹងណាបើមិនជឿសេចក្តីពិតហើយជឿស្អីទៅវិញព្រោះដែលឈ្មោះថាពិតគឺអត់មានកុហកណាជាអ្វីដែលត្រឹមត្រូវនៅតាមបច្ច័យដែលកើតឡើងហ្នឹងណាអត់ចាំបាច់របស់អ្វីមកជំនួសទេណាសិក្សានៅការពិតអ្វីហ្នឹងដែលកើតឡើងរមែងកើតអ្វីនឹងឯងដែលមានគឺរមែងមានហើយអ្វីដែលជាសេចក្តីពិតមិនមែនអាក្រក់សម្រាប់យើងអាក្រក់ជាមួយយើងតាមដែលយើងគិតថាអត់លៀបអត់យោឬខូចគេខូចឈ្មោះឬគេស្ដីឲ្យឬឈឺឬក្រឬលំបាកអាក្រក់សម្រាប់យើងមិនមែនដូចយើងគិតពីរឿងខ្លួនយើងចឹងទេអ្វីដែលជាសេចក្តីពិតជាអារម្មណ៍នៃប្រកម្មដ្ឋានជាអារម្មណ៍នៃសេចក្តីស្ងប់ចិត្តជាអារម្មណ៍នៃការរលត់តណ្ហាសេចក្តីពិតហ្នឹងទេណាវាគ្រាន់តែយើងវាមិនធ្លាប់ណាបែរត្រឡប់មកសិក្សាការពិតរស់នៅជាមួយការពិតឲ្យចិត្តស្និទ្ធឲ្យស្គាល់ការពិតវាចេះតែប្រព្រឹត្តទៅក្នុងរឿងយ៉ាងនេះក្នុងរឿងយ៉ាងនោះដោយការពេញចិត្តឬដោយការតោះចិត្តប៉ុន្តែគ្រប់ពេលវេលាមានស្អីដែលមិនពិតសម្រាប់ជីវិតបើមិនពិតគឺវាអត់កើតឡើងទេបើអត់ពិតគឺវាអត់មានទេណាហើយកើតទុកមិនសុខចិត្តយ៉ាងម៉េចអ្វីដែលយើងចង់បានគឺដែលយើងមិនប្រឈមមុខជាមួយនឹងរបស់ដែលកើតណារបស់ដែលមានពិតណាដែលយើងចង់បានអានឹងវាអត់ណាគឺវាអត់កើតបានវាអត់មានហើយយើងទៀមទារបស់ដែលអត់កើតឲ្យមានអាហ្នឹងណាដែលយើងចិត្តទៅវែងឆ្ងាយក្នុងវដ្តសង្សារព្រោះតណ្ហាជាសមុទយៈអ្វីដែលកើតគឺដែលមានដែលប្រកបគឺណាដែលជាអារម្មណ៍នៃការរលត់សកាយទិដ្ឋិទាំងជាអារម្មណ៍នៃការស្ងប់រងាប់នៅបញ្ហារឿងទាំងអស់ត្រូវកាត់បន្ថយចុះរហូតដល់អស់នៅត្រឹមតែរបស់ពិតហ្នឹងកណាគុណចាស់សិក្សាណាទី3
មូលហសៈវាមគ្គំអចេខយៈពំនុសោតដោយបុគ្គលប្រាប់ផ្លូវដល់មនុស្សអ្នកវង្វេងទិសជាតែប្រធាន4ជាផ្លូវតែមួយចេញអំពីដែនដីរបស់មេអ្នកបរិបត្តិដឹងគ្រប់អង្គគ្រប់គ្នាតែកាលណាមានសតិប្បដ្ឋានដឹងថាមានតែផ្លូវមួយនេះឯងបើមិនមែនជាបរមត្តធម៌ប្រកបទេបានអីលះសកាយតិដ្ឋិហើយបើមិនលះសកាយតិដ្ឋិទេបានអីចេញពីលោកនេះផ្លូវតែមួយនេះឯងចឹងណាក្រៅអំពីផ្លូវនេះសុទ្ធតែជាផ្លូវមេចេញមិនរួចជាដាច់ខាតគឺថាបើក្នុងលោកទាំង6មានលោកភ្នែកជាដើមមិនមានធัวពិតជាបរមត្តប្រកបទេធ្វើម៉េចនឹងដឹងថាលោកសូន្យហើយធ្វើម៉េចអាចដកអត្តានុតិដ្ឋិចេញបានអត្តានុតិដ្ឋិគឺជាតួនាមធัวមួយបែបដែលតែងតែប្រកាន់តែខ្លួនយើងឃើញខ្លួនយើងឮខ្លួនយើងធំក្លិនខ្លួនយើងដឹងរសខ្លួនយើងដឹងខតថាពៈដឹងក្តៅដឹងត្រជាគឺប្រកាន់ជាខ្លួនឯងម្នាក់ប្រកាន់ទាំងចិត្តគិតប្រកាន់ទាំងរូបរាងប្រកាន់ទាំងធាតុដឹងគឺសុទ្ធតែជាខ្លួនឯងទាំងអស់ផ្លូវគឺសតិប្បដ្ឋាន4បានធ្វើឲ្យរលត់រលាយនៅអត្តានុតិដ្ឋិដោយអាស្រ័យការរលឹកដឹងការសិក្សារឿយនៅបរមត្តសុទ្ធជាធัวដែលមានពិតតាមទ្វាទាំង6អត្តានុតិដ្ឋិត្រូវដកដាច់ទាំងឫសទាំងគល់ដោយសោតាបត្តមៈគឺណាវានៅត្រង់ដែលថាឈប់មានអ្នកឃើញនៅតែចិត្តឃើញមានសេចក្តីប្រកាន់ថាយើងអ្នកឮអស់ទៅនៅត្រឹមតែចិត្តឮសេចក្តីពិតស្រាប់ហើយតើណាគ្រាន់តែវិន័យនៅអាភាពងងឹតអាការយល់ខុសនឹងប៉ុណ្ណឹងទៅទេតើពលឺភ្លឺស្វាងកើតឡើងបប្រតិបត្តិធម៌ចឹងទី4អន្តការេវាទេលបជោតាំងធេរយៈចក្ខមន្តោរូបានិតខន្តៃតេចូលនៅប្រទីបបំភ្លឺក្នុងទីងងឹតដោយគិតថាមនុស្សអ្នកមានភ្នែករមែងឃើញរូបទាំងឡាយបានណាមោហៈគឺអវិជ្ជាមានសភាពងងឹតដល់ក្រៃលែងបិទបាំងព្រះសាសនាបិទបាំងនៅធម៌ពិតនិងបិទបាំងគុណបរតនត្រ័យព្រះធម៌ទេសនារបស់ព្រះដែលមានរូបភាពបានកម្ចាត់បងនៅភាពងងឹតធ្វើឲ្យអ្នកស្ដាប់ស្គាល់ព្រះសាសនារបស់ព្រះអង្គបានដឹងតាមព្រះអង្គនៅធម៌ពិតដែលព្រះអង្គសម្ដែងឲ្យដឹងបានឃើញច្បាស់នៅរតនៈទាំង3សូមអ្នកសិក្សាត្រួតមើលក្នុងបៃដកលេខ29ទំព័រ190ព្រមដោយអត្ថកថានេះក្តីទីណាសរសើរពធัวដោយឧបមាទាំង4ហ្នឹងគណានឹងណាតាមស្អែកទៅយើងតទៀតណានឹងណាកណ្ដាគុណចាស់ញាតិញោមស្រីប្រុសទាំងអស់ទាំងណារំលឹកខ្លះថែមទៀតដែលញាតិញោមជើញចូលមកខាងក្នុងវិហារហ្នឹងត្រូវប្រយ័ត្នប្រយែងរឿងទូរស័ព្ទទៅញាតិញោមភ្លេចណាមិនដែលសូវណាទូរស័ព្ទមកហើយវាជាប់នឹងខ្លួនកាបូបអីមកណានៅពេលដែលទូរស័ព្ទយើងរោគិតណាទោះជាយើងដឹងថាខុសប្រញាប់ប្រញាប់បិទអីយ៉ាងម៉េចក៏ដោយគឺមានទោសហើយស្រេចណាមានទោសហើយស្រេចគឺវាទាញអារម្មណ៍អ្នកស្ដាប់មកពេលហ្នឹងទៅបាត់ហើយធួតគឺតាំងនៅក្នុងសមាធិចាប់សេចក្តីតគ្នាចឹងដូច្នេះវាជាការផ្ដាច់នៅអាការចាប់យកសេចក្តីនៃពធដែលនឹងអាចចូលទៅណាដល់ការចាប់បាននៅលក្ខណៈរបស់សតិប្បដ្ឋានប៉ុន្តែត្រូវដាច់ដោយសារសំឡេងទូរស័ព្ទយើងនឹងហ្នឹងឧបនិស្ស័យមនុស្សម្នាក់មើលមិនឃើញទេនៅពេលស្ដាប់ពធណាអាចសម្រេចអ្នកផលបានតែរំខានដោយសំឡេងទូរស័ព្ទយើងតែយើងគិតថាជាទោសប៉ុណ្ណាអានេះគ្រាន់តែរំលឹកឲ្យប្រយ័ត្នឡើងថែមទៀតណានៅពេលដែលយើងចូលមកស្ដាប់ពធហ្នឹងណាទៀតណាគណៈទាំងសូមអនុមោទនា